ពេលខ្លះសុខចិត្តនៅម្នាក់ឯងប្រសើរជាងមានដៃគូដែលមកអង្គុយសាប់នេះបានចឹងខឹងច្រើនបាក់ចិត្តច្រើននៅជាមួយគ្នាយូរបំផ្លាញគ្នាកាន់តែច្រើនហើយសំណួរដូចតែបងគាត់សួរទីមួយយើងខ្លួនឯងយើងគិតទៅយើងមិនទាន់រឹងមាំឲ្យយើងទៅយកគេមកវេទនាមួយយើងមិនមែនយើងស្រឡាញ់គេយើងចង់គេល្អមានតែដេញទៅយកអ្នកផ្សេងទៅខ្ញុំអត់មានលទ្ធភាពទេខ្ញុំស្រឡាញ់តែខ្ញុំអត់លទ្ធភាពហើយខ្ញុំក៏មិនដឹងថាពេលណាខ្ញុំមានលទ្ធភាពបើសិនជាអ្នកស្រឡាញ់ខ្ញុំអ្នកគិតថាអ្នកអាចមកវេទនាមួយខ្ញុំបានខ្ញុំស្វាគមន៍តែបើបង្ខំឲ្យខ្ញុំមានគ្មានអ្នកណាទៅបង្ខំមានកើតទេហើយបើអ្នកគិតថាខ្ញុំអត់ពុកម្ដាយអ្នកទៀមទាថាអ្នកត្រូវទៅការមួយអ្នកមានលទ្ធភាពអ្នកទៅកុំយកខ្ញុំអីព្រោះយកខ្ញុំវាវេទនាតែយកអ្នកដតីឲ្យមានអនាគតភ្លឺស្វាងព្រោះនៅជាមួយខ្ញុំអត់ទាន់ច្បាស់ថាមិនកុំឲ្យថ្ងៃក្រោយការហើយអីហើយបន្ទោសថាខ្ញុំនាំអ្នកឯងមកពិបាកវេទនានិយាយគ្នាមុនឲ្យច្បាស់និយាយចឹងមានតែដេញឲ្យអ្នកទៅហើយអត់ខឹងទេព្រោះខ្ញុំវាអត់លទ្ធភាពខ្ញុំមិនតូចចិត្តទេដែលខ្លួនខ្ញុំមិនមានអ្នកមកតាមខ្ញុំធ្វើម៉េចបើខ្ញុំអត់មានលទ្ធភាពជួយអ្នកម្នាក់យកប្តីយកពុនចង់បានគ្រួសារមានសុភមង្គលមានលទ្ធភាពល្អតែខ្ញុំវាអត់ខ្ញុំទៅយកអ្នកមកវេទនាមួយខ្ញុំឃើញមុខអ្នកខ្ញុំពិបាកចិត្តលើសដើមអញ្ចឹងខ្ញុំអត់ចង់ឃើញអ្នកពិបាកជាមួយខ្ញុំទេខ្ញុំចង់ឲ្យអ្នកទៅមានអនាគតល្អតែសួរថាខ្ញុំស្រឡាញ់អត់ខ្ញុំស្រឡាញ់តែខ្ញុំមិនអាចខាត់អ្នកបាននេះអានេះអ្វីដែលយើងថាគួរធ្វើដេញមនុស្សដែលយើងស្រឡាញ់ឲ្យគេចេញចោះហើយបងប្អូនត្រូវចាំថាមនុស្សបើគេស្រឡាញ់យើងគេមិនទៅចោលយើងកើតទេដេញចង់ក៏ឲ្យក៏អត់ទៅដែរព្រោះគេស្រឡាញ់យើងតែបើអត់ស្រឡាញ់ហើយទៅប្រឹងនិយាយទៅងាប់ជួនកាលគេនៅមួយយើងសារមូលហេតុអីមួយប្រយោជន៍អីមួយដល់គេមើលទៅមិនបានទៀតទៅហើយបងប្អូនទៅប្រឹងនិយាយយកមនុស្សចឹងមក